cây bạc ca cho mua nâng cứ cho mua những cây bạc ca khỏi kê nhà cứ bầm mũi mơn phèm tơ bầm mũi mơn lạiจะต้องជាមួយនឹងរឿងដែលខ្ញុំបានអាហារូបករណ៍ទៅរៀននៅប្រទេសកូរ៉េ3ឆ្នាំតគ្នាខ្ញុំអាចចាត់ទុកថាវាជាពរមួយដែរអាចនិយាយថាដូចសំណាងល្អអីចឹងណាប៉ុន្តែនៅក្នុងហ្នឹងក៏វាបូករួមទាំងការខិតខំប្រឹងប្រែងរយៈពេលយូរប៉ុន្តែវាក៏បូកជាមួយនឹងអាកាសដែរអាហារូបករណ៍ហ្នឹងខ្ញុំបានដឹងតាមរយៈមិត្តភ័ក្ដិខ្ញុំអាហារូបករណ៍ហ្នឹងគេឲ្យតែសាលា Techno ហើយនិងសាលាភូមិភ្នំពេញទាំងអស់គ្នាគឺជាអាហារូបករណ៍របស់ក្រុមហ៊ុន Korean Airlines ណាតែអាហារូបករណ៍ហ្នឹងឥឡូវហ្នឹងគេបិទ quota នៅស្រុកខ្មែរអត់មានទេ application គេវាងាយស្រួលដែរវាត្រូវការតែ personal statement មានន័យថាការដែលយើងទៅសេពីយើងអញ្ចឹងណាហេតុអីក៏យើងចង់ទៅហ៊ានហ្នឹងហើយយើងមកវិញយើងធ្វើអីចឹងគម្រោងការសិក្សាខ្លះទេមិនមែនជាលំអិតធ្វើ research អីអត់ទេគាត់គម្រោងការសិក្សារបស់យើងទៅនោះយើងធ្វើអីគេខ្លះយើងមកវិញធ្វើអីខ្លះគេមាន form យើងពេញអញ្ចឹងទៅខ្ញុំអត់គិតថាខ្ញុំជាប់ទេប៉ុន្តែដោយសារតែវាជាក្តីសុបិនមួយយូរហើយដែលថាខ្ញុំចង់ទៅរៀននៅស្រុកក្រៅនៅថ្នាក់អនុបណ្ឌិតអញ្ចឹងបងប្អូនគេហៅទៅសម្ភាសចាំម៉ោងបាយហ្មងគឺម៉ោង12ហើយគេសម្ភាសពេលហ្នឹងដូចជា20នាទីហើយគណៈកម្មការគេជាយន្តហោះពីកូរ៉េមកសម្ភាសយើងថ្ងៃហ្នឹងហើយសម្ភាសឲ្យគេទៅវិញបកកាលលទ្ធផលភ្លាមហ្មងសម្ភាសឲ្យបកកាលលទ្ធផលហ្មងអញ្ចឹង application ហ្នឹង send ទៅមុនយើងផ្ញើទៅគេមុនឲ្យគេមកមើលយើងពីណាគេថាសម្ភាសគេសម្ភាសឲ្យលទ្ធផលឲ្យគេប្រជុំគ្នាមកផ្លែតចេញលទ្ធផលប្រកាសថ្ងៃហ្នឹងហ្មងហើយគេយកពី Techno ម្នាក់ពីភូមិម្នាក់នៅសម្ភាសហ្នឹងគេសួរខ្ញុំថាម៉េចបើយើងទៅចង់ទៅរៀននៅកូរ៉េអីចឹងម៉េចបើយើងចង់ធៀបមុខជំនាញហ្នឹងអីចឹងទៅខ្ញុំឆ្លើយតាមហ្នឹងទៅថាខ្ញុំត្រូវការទៅរៀនដើម្បីទទួលចំណេះដឹងហើយខ្ញុំចង់បានចំណេះដឹងហ្នឹងយកមកជួយអភិវឌ្ឍក៏ដូចចែកប្លែកដល់អ្នកផ្សេងទៀតនៅខ្មែរអីចឹងហើយខ្ញុំគេសួរថាប្រាក់ចប់ហើយខ្ញុំចង់ធ្វើអីចឹងណាខ្ញុំថាខ្ញុំចង់ធ្វើសាស្ត្រាចារ្យ